តើអ្នកកំពុងរងចាំអ្វីមួយទេរងចាំពេលវេលាល្អរងចាំឱកាសរងចាំមនុស្សមកជួយប៉ុន្តែបើខ្ញុំប្រាប់អ្នកថាមនុស្សជោគជ័យមិនដែលរងចាំទេពួកគេបង្កើតឱកាសដោយខ្លួនឯងផ្នែកទី1ហេតុអ្វីមនុស្សភាគច្រើននៅដដែលមនុស្សភាគច្រើននិយាយថាខ្ញុំគ្មានលុយខ្ញុំគ្មានអ្នកគាំទ្រខ្ញុំមិនមានសំណាងតែការពិតគឺពួកគេខ្លាចការចាប់ផ្ដើមពួកគេខ្លាចបរាជ័យខ្លាចគេរិះគន់ខ្លាចមិនជោគជ័យដូច្នេះពួកគេជ្រើសរើសនៅសុវត្ថិភាពហើយជីវិតនៅដដែលផ្នែកទី2ឱកាសមិនមករកអ្នកគ្មាននរណាម្នាក់មកគោះទ្វារនិយាយថានេះឱកាសសម្រាប់អ្នកទេបើអ្នកចង់ឆ្លាតអ្នកត្រូវអានបើអ្នកចង់មានជំនាញអ្នកត្រូវរៀនបើអ្នកចង់មានចំណូលអ្នកត្រូវសាក់លបងឱកាសកើតពីសកម្មភាពមិនមែនកើតពីការរងចាំទេផ្នែកទី3ចាប់ផ្ដើមពីអ្វីដែលអ្នកមានអ្នកប្រហែលជាមិនមានលុយច្រើនប៉ុន្តែអ្នកមានពេលវេលាអ្នកប្រហែលជាមិនមានអ្នកគាំទ្រប៉ុន្តែអ្នកមានទូរស័ព្ទមួយអ្នកប្រហែលជាមិនល្អបំផុតប៉ុន្តែអ្នកអាចរៀនបានកុំមើលងាយអ្វីដែលអ្នកខ្វះមើលអ្វីដែលអ្នកមានហើយចាប់ផ្ដើមពីថ្ងៃនោះផ្នែកទី4ធ្វើបន្តិចបន្តិចតែរាល់ថ្ងៃមនុស្សជោគជ័យមិនធ្វើធំមួយថ្ងៃទេពួកគេធ្វើតូចៗរាល់ថ្ងៃអាន20នាទីហាត់ប្រាណ20នាទីរៀនជំនាញ30នាទីមួយឆ្នាំក្រោយលទ្ធផលនឹងខុសពីថ្ងៃនេះខ្លាំងផ្នែកទី5កុំខ្លាចបរាជ័យបរាជ័យមិនមែនជាចុងក្រោយទេវាជាមេរៀនបើអ្នកមិនសាកអ្នកមិនដឹងថាអ្នកអាចធ្វើបានឬអត់មនុស្សដែលសើចអ្នកថ្ងៃនេះអាចជាមនុស្សដែលសរសើរអ្នកថ្ងៃក្រោយផ្នែកទី6អនាគតអ្នកស្ថិតក្នុងដៃអ្នកកុំបន្ទោសស្ថានភាពកុំបន្ទោសគ្រួសារកុំបន្ទោសសំណាងអ្នកគ្រប់គ្រងការសម្រេចចិត្តរបស់អ្នករាល់ថ្ងៃអ្នកមានជំរើសសម្រាកឬអភិវឌ្ឍលេងឬរៀនរងចាំឬចាប់ដើមជំរើសតូចៗបង្កើតអនាគតធំបើអ្នកបន្តរងចាំជីវិតអ្នកនឹងបន្តឆ្លងកាត់អ្នកតែបើអ្នកចាប់ដើមថ្ងៃនេះមួយឆ្នាំក្រោយអ្នកនឹងអរគុណខ្លួនឯងកុំរងចាំឱកាសចាប់ដើមបង្កើតវា